មនុស្សមិនចេះខុសអ្នកខ្លះត្រូវរហូតខុសក៏ត្រូវត្រូវក៏ត្រូវខ្លាចខ្លួនឯងអន់ខុសហើយខំនិយាយបន្លែបន្លប់យកត្រូវតែខ្លួនឯងពេលធ្វើខុសអន់មួយបិទបាំងកំហុសអន់មួយទៀតហើយបើខំនិយាយបន្លែបន្លប់យកត្រូវអន់ថែមមួយទៀតមនុស្សប្រភេទនេះคล้ายជាមនុស្សអន់អាជីពអ្នកណាដែលថាមិនចេះខុសហើយគ្មានអីធ្ងន់ធ្ងរគ្រាន់តែសុំទោសគេហើយប្រឹងកែកំហុសនោះឡើងវិញទេព្រះពុទ្ធហៅមនុស្សប្រភេទនេះថាជាបណ្ឌិតទៀតផងព្រោះអាចអភិវឌ្ឍខ្លួនឯងឲ្យបានខ្ពង់ខ្ពស់ជាងមុនបើមុខអ្នកប្រឡាក់ធ្យូងហើយមានគេប្រាប់គ្មានអីត្រូវប្រកែកទេហើយត្រូវអរគុណគេផងយ៉ាងណាមិញការចេះទទួលកំហុសហើយកែប្រែកំហុសជាមាគ៌ាឆ្ពោះទៅរកការរីកចម្រើនក្នុងជីវិតដូចព្រះច័ន្ទចាក់ចេញពីពពកដូច្នោះឯងគួរចងចាំថាមនុស្សអួតច្រើនជាមនុស្សអន់ខ្លាំងមាត់គេត្រចៀកយើងគេមានសិទ្ធិនិយាយហើយអ្នកមានសិទ្ធិស្ដាប់ឬមិនស្ដាប់គ្មានអ្នកណាបង្ខំអ្នកទេអ្នកមិនអាចផ្ទប់មាត់គេបានទេតែអ្នកអាចផ្ទប់ត្រចៀកអ្នកបានបើអ្នកគិតថាវាគ្មានប្រយោជន៍គ្មានតម្លៃសម្រាប់ខួរក្បាលអ្នកគិតមេរោគអាចឆ្លងចូលចិត្តអ្នកតាមទ្វារត្រចៀកបើអ្នកចេះតែយកពាក្យពេចន៍ទឺដងគេមកគិតហើយដេកក្តៅក្រហាយពេលគេនិយាយស្ដាប់ចុះតែត្រូវពិចារណាបើវានាំឲ្យចម្រើនចំណេះដឹងនិងគុណធម៌ស្ដាប់ឲ្យច្រើនចុះតែបើជាពាក្យឌឺដងចង់ឲ្យអ្នកក្តៅក្រហាយទេកុំស្ដាប់អីហើយបើជ្រុលជាស្ដាប់ទៅហើយឆាប់ភ្លេចទៅទុកខួរក្បាលអ្នកគិតរឿងណាមានប្រយោជន៍វិញយកពាក្យពេចន៍ឌឺដងគេច្រើនមកទុកក្នុងខួរក្បាលអ្នកនឹងសម្បូរមេរោគហើយមិនសូវបានសុខទេបើជាពាក្យដាស់តឿនចង់ឲ្យអ្នកបានល្អអរគុណគេទៅតែបើគេឌឺដងឲ្យអ្នកក្តៅទេកុំក្តៅតាមគេអីកុំផ្ញើសេចក្តីសុខនៅលើបបោមាត់អ្នកដទៃឡើយម្លប់ចិត្តល្អចិត្តត្រជាក់ចិត្តទន់ភ្លន់ចិត្តមានមេត្តាចិត្តរីករាយចិត្តត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃចិត្តមិនសូវស្មុគស្មាញចិត្តលះដាច់ស្រឡះចិត្តធ្ងន់ចិត្តចេះអត់ឱនយោគយល់ចិត្តភ្លេចរឿងមួម៉ៅចិត្តចងចាំរឿងល្អរឿងបុណ្យកុសលចិត្តក្លាហានហ៊ានទទួលរឿងល្អក្តីមិនល្អក្តីចិត្តតស៊ូចិត្តព្យាយាមចិត្តមិនចុះចាញ់ចំពោះឧបសគ្គចិត្តមានក្តីសង្ឃឹមចិត្តមិនប្រកាន់ហួងហែងខ្លាំង
ចិត្តហ៊ានទទួលស្គាល់ការពិតនៃជីវិតចិត្តមិនសូវព្រួយបារម្ភចិត្តមិនសូវមានទុក្ខកង្វល់បើធ្វើចិត្តដូច្នេះបានអ្នកនឹងបានសេចក្តីសុខច្រើនរក្សាចិត្តអ្នកហោះហើរទៅណាអ្នកត្រូវតាមដានចិត្តអ្នកជាប្រចាំបើចិត្តខឹងក៏ដឹងថាចិត្តកំពុងខឹងហើយមិនថយល្បឿនកំហឹងបន្តិចមកបើចិត្តចំណែនដឹងថាចិត្តកំពុងចំណែនហើយទាញវាចេះអបអរសាទរគេវិញបើស្ដាយក្រោយដឹងថាចិត្តកំពុងតែស្ដាយក្រោយហើយទាញវាត្រឡប់មកវិញប្រាប់ថារឿងហួសទៅហើយកុំស្ដាយអីបើចិត្តរីករាយចិត្តល្អចិត្តមេត្តាចិត្តបុណ្យក៏ដឹងថាចិត្តrấtល្អហើយព្យាយាមចម្រើនចិត្តប្រភេទនេះឲ្យបានច្រើនធ្វើជាប៉ូលីសតាមដានចិត្តអ្នកនាំឲ្យវាគិតរឿងត្រូវរឿងល្អទើបមិនសូវស្មុគស្មាញហើយមិនសូវមានទុក្ខកុំធ្វើជាជនរងគ្រោះឲ្យចិត្តធ្វើបាបអ្នកតាមចិត្តឡើយត្រូវបង្កើនស្មារតីធ្វើជាម្ចាស់ធ្វើជាអ្នកបញ្ជាចិត្តវិញហ៊ានទទួលយកការពិតជីវិតអ្នកណាក៏មានបញ្ហាដែរពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អជារឿងធម្មតានៃជីវិតគ្មានអ្នកណាអាចជៀសរួចទេបើជួបរឿងល្អទទួលយកទៅតែកុំកុំអួតពេកព្រោះអ្វីមិនទៀងទាត់ទេហើយបើជួបរឿងមិនល្អវិញក៏កុំមួម៉ៅពេកអីជីវិតគឺអញ្ចឹងឯងពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចចិត្តទេត្រូវហ៊ានប្រឈមមុខដោះស្រាយចំពោះបញ្ហាទាំងឡាយកុំភ័យកុំតក់ស្លុតពេកអីភ័យទៅធ្វើឲ្យរឿងកាន់តែស្មុគស្មាញឡើងបើរឿងអាចដោះស្រាយបានកុំបារម្ភពេកអីដោះស្រាយទៅតែបើប្រឹងហើយនៅតែដោះមិនបានក៏គ្មានអីត្រូវកើតទុកពេកដែរព្រោះបើមួម៉ៅទៅដោះអីមិនចេញដដែលមានតែបង្កើនទុកបន្ថែមទៀតប៉ុណ្ណោះរៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកើតទុក្ខសាងកម្លាំងចិត្តបើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកឲ្យរវើរវាយខ្លាំងពេកអ្នកនឹងលែងមានសមត្ថភាពគ្រប់គ្រងវាមិនខានហើយអ្នកប្រកាសជាមានទុក្ខច្រើនដើម្បីឲ្យជីវិតរឹងមាំអ្នកត្រូវរៀនធ្វើជាប៉ូលីសតាមដានចិត្តអ្នកបើចិត្តទៅណាគិតរឿងអីត្រូវតាមមើលវាជាប្រចាំបើចិត្តល្អចិត្តរីករាយក៏ដឹងថាចិត្តល្អចិត្តរីករាយហើយបើវាអាក្រក់វាខឹងវាចំណែនវារវើរវាយវាស្ដាយវាភ័យវាអាក់អន់វាស្មុគស្មាញក៏យើងដឹងថាវាកំពុងតែស្មុគស្មាញ
ហើយក៏កុំបន្ទោសខ្លួនឯងថាម៉េចក៏ស្មុគស្មាញធ្វើអីចិត្តវាតែងតែអញ្ចឹងឯងគ្រាន់តែទម្លាប់ទាញវាមកគិតរឿងល្អរឿងត្រូវវិញឲ្យវាមានខន្តីមានអត់ឱនយោគយល់មានមេត្តារស់រាយស្រស់ស្រាយឲ្យវាមានបញ្ញាស្មារតីហ៊ានទទួលយកការពិតទាំងឡាយក្នុងជីវិតទាញវាឲ្យបានរឿយរហូតសតិស្មារតីយើងមានកម្លាំងខ្លាំងជាងធាតុអាក្រក់ទាំងឡាយក្នុងចិត្តយើងក្លាយជាម្ចាស់គ្រប់គ្រងចិត្តយើងមិនសូវគិតរឿងផ្ដេសផ្ដាស់ទេព្រោះយើងតាមដានវារហូតអ្នកណាអាចធ្វើជាម្ចាស់ចិត្តបានទើបអាចបានសេចក្តីសុខច្រើនក្នុងជីវិតនេះសាងបុណ្យលាងបាបពេលវេលាហួសទៅហើយអ្នកមិនអាចបកក្រោយវិញបានទេកម្មដែលអ្នកបានសាងហើយជាកម្មល្អក្តីអាក្រក់ក្តីអ្នកមិនអាចលុបវាចេញបានទេតែបើអ្នកគិតថាខុសអ្នកអាចកែប្រែខ្លួនប្រឹងសាងល្អឡើងវិញអ្នកបានជាមនុស្សប្រសើរជាងមុនតែបាបនៅតែជាបាបដដែលព្រោះអ្នកបានធ្វើវារួចហើយបើសម្លប្រៃចាក់ទឹកទៅវានឹងសាបបន្តិចតែជាតិប្រៃវានៅតែជាជាតិប្រៃដដែលវាមិនរត់ទៅណាទេគ្រាន់តែលាយទឹកច្រើនយើងលែងសូវដឹងប៉ុណ្ណឹងយ៉ាងណាមិញបើជ្រុលជាសាងអាក្រក់ទៅហើយត្រូវប្រឹងសាងល្អវិញឲ្យបានច្រើនហើយមិនបាច់ដេកកើតទុក្ខស្ដាយក្រោយទេនាំតែបានបាបថែមពេលណាសមគួរកម្មនឹងឲ្យផលហើយព្រមទទួលទៅកម្មយើងទេគ្មានអ្នកណាមានឥទ្ធិពលជួយលាងបាបឲ្យអ្នកឡើយសូម្បីតែព្រះពុទ្ធបើអ្នកព្រោះស្រូវក្នុងស្រែហើយបែរជាតិចអុជធូបបន់ស្រន់មិនឲ្យវាដុះវាជារឿងឆោតល្ងង់ពេកហើយដរាបណានៅតែមានកំណើតកម្មនៅតែតាមចូលប្រឹងប្រែងសាងល្អឲ្យបានច្រើនកុំឲ្យមានវិប្បដិសារីស្ដាយក្រោយឡើយសាំញ៉ាំច្រើនសាវ៉ាច្រើនសាំញ៉ាំច្រើនម្ដងយកនេះម្ដងយកនោះនាំឲ្យអ្នកស្មុគស្មាញច្រើនកើតទុក្ខក៏ច្រើនដែរហើយគ្មានបានសម្រេចការណាមួយឲ្យប្រកបប្រជាទេយូរទៅគេក៏លែងទុកចិត្តទៀតមុននឹងសម្រេចចិត្តគួរគិតគូរឲ្យបានសព្វគ្រប់សួរយោបល់គេឲ្យបានច្រើនគ្នាសិនរួចបូកសរុបលទ្ធផលហើយចុងក្រោយអ្នកត្រូវជ្រើសរើសដោយខ្លួនឯងបើរើសយកមួយណាហើយកុំមិនតេនតាយដូរចុះដូរឡើងធ្វើអីចាប់មួយណាឲ្យប្រកបមួយនឹងខ្លួនមួយកុំជិះទូកពីរ
ប្រយ័ត្នធ្លាក់ទឹកត្រីរ៉ស់ក៏រួចទន្សាយក៏រួចមនុស្សសាវ៉ាច្រើនទទួលលទ្ធផលមិនសូវល្អទេបើរើសយកផ្លូវណាហើយត្រូវដើរឲ្យដល់ទីបំផុតកុំទៅមុខទៅក្រោយអីដើរឲ្យអស់ផ្លូវសិនបើទាល់ច្រកចាំគិតទៀតហើយកុំទម្លាប់បន្ទោសគេបន្ទោសឯងអីវាជាជំរើសរបស់យើងទេបើផ្លូវនឹងខុសអ្នកអាចចាប់ផ្ដើមសារជាថ្មីហើយកុំស្ដាយអីស្ដាយទៅនាំតែក្តៅក្រហាយឥតប្រយោជន៍សុខនិងទុក្ខសុខទុក្ខគ្មានអ្នកណាជៀសរួចទេគ្រាន់តែច្រើនតិចតាមសម្ពាយកម្មរៀងខ្លួនប៉ុណ្ណោះគេជួបរឿងគេយើងជួបរឿងយើងមិនដូចគ្នាទេកុំប្រៀបធៀបគ្នាអីបាបចាស់នាំឲ្យអ្នកជួបរឿងមិនល្អហើយភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលនាំឲ្យអ្នកកើតទុក្ខបន្ថែមទៀតជាអ្នកទទួលភ្ញៀវហាងត្រូវតែស្វាគមន៍ភ្ញៀវគ្រប់ប្រភេទជាអ្នកទទួលភ្ញៀវជីវិតអ្នកត្រូវតែហ៊ានទទួលរឿងរ៉ាវទាំងឡាយទាំងល្អទាំងមិនល្អដែលកើតឡើងក្នុងជីវិតហើយរឿងណាល្អរឿងបុណ្យកុសលខាត់ទុកឲ្យនៅក្នុងចិត្តអ្នកឲ្យបានច្រើនហើយបើរឿងណាមិនល្អរឿងមួម៉ៅក្តៅក្រហាយអញ្ជើញឲ្យវាចេញឆាប់ទៅកុំឲ្យវានៅក្នុងចិត្តយើងយូរពេកសុខសបនិមិត្តពេលក្រនឹកឃើញថាមាននឹងបានសុខពេលតូចនឹកឃើញថាបានធំនឹងបានសប្បាយពេលស្រឡាញ់អ្នកណានឹកឃើញថាបានអ្នកនឹងមកនឹងរីករាយពេលអត់កូននឹកថាបានកូនមកនឹងបានសុខហើយតែពេលបានហើយហាក់ដូចជាបានសប្បាយមួយគ្រាតូចប៉ុណ្ណោះបញ្ហាក៏ចាប់ផ្ដើមមានជាបន្តកន្ទុយគ្នាមិនចេះចប់មិនចេះហើយឡើយថាក្រទៅលំបាកពេលមានហើយក៏ខ្វល់ខ្វាយវិលវល់រកសុខពុំសូវឃើញឡើយអ្នកខ្លះមានតែទ្រព្យមានតែមុខតែក្នុងចិត្តក្រៀមក្រំស្វិតស្រពោនក្តៅក្រហល់ក្រហាយគ្មានសេចក្តីសុខឡើយដើម្បីបានសេចក្តីសុខប្រសើរជាងនេះយើងម្នាក់គួរស្វែងរកទ្រព្យសម្បត្តិខាងក្នុងខ្លះដូចជាភាពរស់រាយស្រស់ស្រាយទឹកចិត្តត្រជាក់សេចក្តីស្រឡាញ់ការខន្តីអត់ធន់ការរក្សាចិត្តឲ្យគិតរឿងល្អរឿងបុណ្យកុសលរៀនលះបង់កំហឹងក្រេវក្រោធរៀនអត់ឱនយោគយល់រៀនជួយគេដោយចិត្តមេត្តារៀនភ្លេចរឿងដែលហួសទៅហើយរៀនលះចិត្តច្រណែនរៀនស្ដាប់ធម៌ចម្រើនបញ្ញារៀនទទួលស្គាល់ការពិតនៃជីវិត
បើជួបរឿងល្អក៏ទទួលបើជួបរឿងមិនល្អក៏មិនទោមនាស់មានស្មារតីរឹងប៉ឹងរក្សាចិត្តមិនឲ្យឃ្លៀងឃ្លោងឡើយបើអ្នកមានទ្រព្យខាងក្រៅផងហើយសន្សំទ្រព្យត្រជាក់ខាងក្នុងផងអ្នកនឹងបានសុខច្រើនស្ពាយភ្លើងអ្នកខ្លះមានរឿងទាស់ចិត្តអីតិចតួចមិនព្រមអត់ឱនយោគយល់ទេចូលចិត្តរំលឹករំលើកកកកាយប្រាប់គេប្រាប់ឯងមានរឿងអីថាមិនក្តៅបើចូលចិត្តស្ពាយភ្លើងតាមខ្លួនរហូតហ្នឹងជីវិតនេះតម្រូវឲ្យអ្នកចេះអត់ធន់អ្វីមិនចេះតែបានតាមចិត្តចង់រហូតទេទ្រាំខ្លះទៅលឹះលួសអីតិចតួចចេះអត់ធន់អត់ឱនអប់រំគ្នាទៅកុំគុំគួនអីកុំស្ពាយភ្លើងតាមខ្លួនយូរពេកក្តៅណាស់ពិបាកតែខ្លួនឯងទម្លាប់ផ្សាយសេចក្តីស្រឡាញ់ដល់ខ្លួនឯងរឿយថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខហើយផ្សាយសេចក្តីស្រឡាញ់នោះដល់សព្វសត្វទាំងអស់ជុំវិញខ្លួនអ្នកសូមឲ្យសព្វសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខរៀនធ្វើជាមនុស្សទឹកកុំធ្វើជាមនុស្សភ្លើងស្រមោលអន្ទូលតាមប្រាណបើអ្នកញញឹមដាក់កញ្ចក់នឹងញញឹមដាក់អ្នកវិញបើអ្នកព្រោះស្រូវហើយមើលថែវាត្រឹមត្រូវអ្នកនឹងទទួលបានផលត្រឡប់មកវិញមិនខានបើអ្នកមានចិត្តល្អចិត្តត្រជាក់ចិត្តស្ងប់អ្នកនឹងបានសុខច្រើនហើយបើអ្នកមួម៉ៅក្តៅក្រហាយច្រើនជីវិតអ្នកនឹងមិនសូវបានសុខឡើយកម្មឲ្យផលភ្លាមមិនចាំបាច់ជាតិមុខជាតិក្រោយឡើយបើអ្នកធ្វើល្អដោយចិត្តស្អាតបរិសុទ្ធមិនចង់បានការតបស្នងអ្នកពិតជាបានបុណ្យច្រើនហើយក៏បានសុខច្រើនដែរនឹងមិនសូវខកចិត្តទេបើគេដឹងគុណក៏ល្អបើគេមិនដឹងទេជារឿងរបស់គេអំពើល្អអ្នកបានធ្វើរួចហើយធ្វើល្អចង់បានការតបស្នងសងគុណមិនសូវបានបុណ្យទេម្យ៉ាងទៀតជីវិតនេះក៏មានឥទ្ធិពលពីកម្មចាស់ដែរអ្នកខ្លះធ្វើតែអំពើល្អបែរទៅជាជួបតែរឿងមិនល្អទៅវិញមិនដឹងថាបានសាងកម្មអីពីមុនមកសូមកុំអស់សង្ឃឹមកុំយល់ច្រឡំថាធ្វើបុណ្យហើយបែរទៅជាទទួលបាបវិញឲ្យសោះបើអ្នកដាំដូងអ្នកមិនអាចបានផ្លែស្វាយឡើយរឿងអាក្រក់ជាផលនៃបាបកម្មចាស់ចំណែកបុណ្យថ្មីមិនទាន់មានពេលឲ្យផលនៅឡើយពេលធ្វើអំពើអាក្រក់អាចនាំឲ្យអ្នកសប្បាយរីករាយឆាប់មានឆាប់បានតែវាជាការផឹកទឹកឃ្មុំដែលលាយដោយថ្នាំពឹសផ្អែមមុនដំបូងទើបពុលជាខាងក្រោយពេលបាបឲ្យផល
ទើបស្រែកថាហេតុអ្វីជីវិតខ្ញុំក៏មានទុក្ខច្រើនម្ល៉េះកម្មអ្នកណាកម្មយើងទេកុំបន្ទោសអ្នកណាឡើយស្វែងយល់ពីសេចក្តីទុក្ខទុក្ខផ្លូវកាយជៀសមិនបានទេតែទុក្ខផ្លូវចិត្តអាចជៀសបានខ្លះបើអ្នកបានស្វែងយល់ពីវាឲ្យបានច្បាស់មូលហេតុចម្បងនៃសេចក្តីទុក្ខផ្លូវចិត្តគឺការជាប់ជំពាក់ហួងហែងខ្លាំងឧទាហរណ៍ថាបើអ្នកស្រឡាញ់សង្សារស្រឡាញ់កូនស្រឡាញ់ប្រពន្ធខ្លាំងពេលអ្នកបាត់បង់អ្នកពិតជាមានទុក្ខខ្លាំងណាស់សេចក្តីស្រឡាញ់បិទថានាំឲ្យអ្នកសប្បាយមែនតែវាមិនទៀងទាត់ទេវាអាចផ្លាស់ប្ដូរប្រែប្រួលពេលណាក៏បានហើយវានាំឲ្យមានទុក្ខក្នុងចិត្តច្រើនណាស់ពេលមិនបានដូចចិត្តឬពេលអ្នកព្រាត់ប្រាសពីវាទៅបើចង់សុខកុំសូវជាប់ជំពាក់ខ្លាំងពេកហើយបើមានចំណងរួចហើយត្រូវចេះត្រៀមកាយត្រៀមចិត្តថារបស់ទាំងនោះមិនទៀងទាត់ទេអាចប្រែប្រួលពេលណាក៏បានអ្នកអាចស្លាប់ចោលកូនឬកូនស្លាប់ចោលអ្នកឬគេឈប់ស្រឡាញ់អ្នកគាត់មិនបានទេហើយបើមិនបានត្រៀមទេពេលបាត់បង់អ្នកពិតជាមានទុក្ខខ្លាំងមិនខានស្វែងរកសេចក្តីសុខបើចង់សុខកុំប្រកាន់កុំហួងហែងច្រើនពេកអីហួងហែងខ្លាំងពេលបាត់បង់ទុក្ខក៏ខ្លាំងដែរអ្វីមិនទៀងទាត់ទេត្រៀមកាយត្រៀមចិត្តទទួលស្គាល់ការពិតរៀនលះរៀនបន្ថយការប្រកាន់ហួងហែងខ្លះទើបមិនសូវកើតទុក្ខខ្លាំងម្យ៉ាងទៀតត្រូវយល់ថាអ្វីមិនចេះតែបានដូចចិត្តគ្រប់រឿងទេហើយអ្នកដទៃក៏មិនចេះតែគិតដូចយើងគ្រប់ពេលដែរម្នាក់មានគំនិតផ្សេងគ្នាចេះអត់ធន់ចេះអត់ឱនចេះព្រមចេះទទួលស្គាល់ការពិតខ្លះទើបមិនសូវមានទុក្ខសម្រាមនិងមាសរវាងសម្រាមនិងមាសអ្នកឆ្លាតពិតជារើសយកមាសមិនខានតែមានមនុស្សល្ងងជាច្រើនចូលចិត្តស្ពាយសម្រាមហើយបោះមាសចោលសម្រាមមានទាំងខាងក្រៅមានទាំងខាងក្នុងសម្រាមខាងក្រៅមានដូចជារឿងមួម៉ៅក្តៅកាហាយពាក្យពេចន៍ឌឺដងគេព័ត៌មានអាក្រក់រឿងអេកអូចចាក់ដោតពីអ្នកដទៃរឿងគេអត់ប្រយោជន៍ជាដើមចេះតែនាំយកមកដាក់ក្នុងខួរក្បាលយូរទៅខួរក្បាលអ្នកនឹងคล้ายជាធុងសម្រាមមិនខានសម្រាមខាងក្នុងក៏មានច្រើនដូចជាកំហឹងឆេវឆាវ
ចំណែនឈ្នានេះស្អប់គុំគួនរវើរវាយស្មុគស្មាញភ័យព្រួយបារម្ភស្ដាយសំណោះជាដើមដើម្បីបានសុខអ្នកត្រូវព្យាយាមសម្អាតទាំងខាងក្រៅទាំងខាងក្នុងហើយទម្លាប់ដាំផ្កាក្នុងចិត្តអ្នកវិញដូចជាភាពស្រស់ស្រាយរស់រាយស្មារតីរឹងប៉ឹងស្វាហាប់ខន្តីអត់ធន់មេត្តាករុណាសន្តោសប្រោសប្រណីបញ្ញាស្មារតីជាដើមចិត្តអ្នកនឹងស្រស់ដូចផ្កាភ្លឺថ្លាដូចមាសជីវិតអ្នកក៏បានសុខច្រើនដែរអតីតកាលវិបដិសារីបានលងបន្លាចមនុស្សល្ងង់ភាគខ្លះឲ្យដេករោងទុក្ខរកសុខពុំបានឡើយពេលធ្វើខុសសម្រេចចិត្តខុសយើងកើតទុក្ខម្ដងហើយពេលណានឹកឃើញហើយសោកស្ដាយយើងកើតទុក្ខម្ដងទៀតចំណែកអ្នកខ្លះវិញចូលចិត្តស្ពាយទុក្ខតាមខ្លួនជាដរាបរឿងអីថាមិនក្តៅក្រហាយរឿងណាហួសទៅហើយកើតទុក្ខប៉ុណ្ណាស្ដាយប៉ុណ្ណាក៏មិនអាចទៅកែអ្វីបានឡើយវាមានតែនាំឲ្យក្តៅក្រហាយថែមប៉ុណ្ណោះតែអ្នកអាចយកវាជាមេរៀនបានតែកុំដាក់ខ្លួនអ្នកក្នុងគុកអតីតកាលឡើយរៀនដោះលែងខ្លួនអ្នករៀនបំភ្លេចរឿងមួម៉ៅទាំងឡាយរៀនរស់នៅក្នុងពេលបច្ចុប្បន្នរៀនមានសង្ឃឹមរៀនតស៊ូរៀនកុំចុះចាញ់ហើយកុំបណ្ដោយឲ្យពាក្យឌឺដងរបស់អ្នកដទៃមកបំផ្លាញជីវិតអ្នកឡើយសាងកំហុសជារឿងធម្មតារបស់ពុទ្ធជនកែកំហុសជាលក្ខណៈរបស់អ្នកប្រាជ្ញអស់សង្ឃឹមពេលជួបបញ្ហាច្រើនពេកក្នុងជីវិតធ្វើឲ្យអ្នកខ្លះអស់កម្លាំងចិត្តនិងបន្តដំណើរទៅមុខទៀតជីវិតបែរជាស្វិតសុពូនក្រៀមក្រោះអស់នៃមានតម្លៃរហូតអ្នកខ្លះហ៊ានបោះបង់ជីវិតខ្លួនឯងចោលទៀតផងអ្នកអស់សង្ឃឹមភាគច្រើនឲ្យតម្លៃជីវិតខ្លួនឯងស្មើនឹងអ្វីដែលបានកើតឡើងរួចហើយដកតម្លៃជីវិតបច្ចុប្បន្ននិងជីវិតអនាគតចេញគេបានដាក់ច្រវាក់ខ្នោះនាងខ្លួនឯងឲ្យនៅក្នុងគុកអតីតកាលតែបើគេគ្រាន់តែចាក់ចេញពីគុកអតីតកាលបន្តិចគេនឹងឃើញពន្លឺស្វាងស្វ័យនៃបច្ចុប្បន្ននិងអនាគតមិនខានជីវិតអតីតកាលបានស្លាប់បាត់ទៅហើយគ្មានតម្លៃអ្វីទៅដេកស្ដាយស្រណោះឡើយតែអ្នកអាចយកវាជាបទពិសោធន៍បានហើយក៏គ្មានអ្វីត្រូវព្រួយបារម្ភពេកពីជីវិតអនាគតដែរតែអ្នកត្រូវរស់នៅដោយក្តីសង្ឃឹមញញឹមព្យាយាមបំពេញការងារឲ្យអស់ពីលទ្ធភាពពេលបច្ចុប្បន្នចំណែកអនាគតគ្រាន់តែជាលទ្ធផលនៃការប្រឹងប្រែងរបស់អ្នកពីមុនមកនិងថ្ងៃនេះប៉ុណ្ណោះ
បើអ្នកនៅតែបន្តក្រៀមក្រំទៀតបច្ចុប្បន្នក៏ក្រៀមក្រំអនាគតក៏រឹតតែក្រៀមក្រំទោះបីរស់នៅបានមួយថ្ងៃទៀតក៏ត្រូវរស់ដោយក្តីសង្ឃឹមដោយភាពស្រស់ស្រាយដោយទឹកចិត្តល្អដោយគុណធម៌ដែរសូមកុំស្លាប់មុនពេលអស់ជីវិតឡើយមនុស្សមិនចេះខុសអ្នកខ្លះត្រូវរហូតខុសក៏ត្រូវត្រូវក៏ត្រូវខ្លាចខ្លួនឯងអន់ខុសហើយខំនិយាយបន្លែបន្លប់យកត្រូវតែខ្លួនឯងពេលធ្វើខុសអន់មួយបិទបាំងកំហុសអន់មួយទៀតហើយបើខំនិយាយបន្លែបន្លប់យកត្រូវអន់ថែមមួយទៀតមនុស្សប្រភេទនេះคล้ายជាមនុស្សអន់អាជីពអ្នកណាដែលថាមិនចេះខុសហើយគ្មានអីធ្ងន់ធ្ងរគ្រាន់តែសុំទោសគេហើយប្រឹងកែកំហុសនោះឡើងវិញទេព្រះពុទ្ធហៅមនុស្សប្រភេទនេះថាជាបណ្ឌិតទៀតផងព្រោះអាចអភិវឌ្ឍខ្លួនឯងឲ្យបានខ្ពង់ខ្ពស់ជាងមុនបើមុខអ្នកប្រឡាក់ធ្យូងហើយមានគេប្រាប់គ្មានអីត្រូវប្រកែកទេហើយត្រូវអរគុណគេផងយ៉ាងណាមិញការចេះទទួលកំហុសហើយកែប្រែកំហុសជាមាគ៌ាឆ្ពោះទៅរកការរីកចម្រើនក្នុងជីវិតដូចព្រះច័ន្ទចាក់ចេញពីពពកដូច្នោះឯងគួរចងចាំថាមនុស្សអួតច្រើនជាមនុស្សអន់ខ្លាំងមាត់គេត្រចៀកយើងគេមានសិទ្ធិនិយាយហើយអ្នកមានសិទ្ធិស្ដាប់ឬមិនស្ដាប់គ្មានអ្នកណាបង្ខំអ្នកទេអ្នកមិនអាចខ្ទប់មាត់គេបានទេតែអ្នកអាចខ្ទប់ត្រចៀកអ្នកបានបើអ្នកគិតថាវាគ្មានប្រយោជន៍គ្មានតម្លៃសម្រាប់ខួរក្បាលអ្នកគិតមេរោគអាចឆ្លងចូលចិត្តអ្នកតាមទ្វារត្រចៀកបើអ្នកចេះតែយកពាក្យពេចន៍ទឺដងគេមកគិតហើយដេកក្តៅក្រហាយពេលគេនិយាយស្ដាប់ចុះតែត្រូវពិចារណាបើវានាំឲ្យចម្រើនចំណេះដឹងនិងគុណធម៌ស្ដាប់ឲ្យច្រើនចុះតែបើជាពាក្យឌឺដងចង់ឲ្យអ្នកក្តៅក្រហាយទេកុំស្ដាប់អីហើយបើជ្រុលជាស្ដាប់ទៅហើយឆាប់ភ្លេចទៅទុកខួរក្បាលអ្នកគិតរឿងណាមានប្រយោជន៍វិញយកពាក្យពេចន៍ឌឺដងគេច្រើនមកទុកក្នុងខួរក្បាលអ្នកនឹងសម្បូរមេរោគហើយមិនសូវបានសុខទេបើជាពាក្យដាស់តឿនចង់ឲ្យអ្នកបានល្អអរគុណគេទៅតែបើគេឌឺដងឲ្យអ្នកក្តៅទេកុំក្តៅតាមគេអីកុំផ្ញើសេចក្តីសុខនៅលើបបូរមាត់អ្នកដទៃឡើយ
ម្លប់ចិត្តចិត្តល្អចិត្តត្រជាក់ចិត្តទន់ភ្លន់ចិត្តមានមេត្តាចិត្តរីករាយចិត្តត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃចិត្តមិនសូវស្មុគស្មាញចិត្តលះដាច់ស្រឡះចិត្តធ្ងន់ចិត្តចេះអត់ឱនយោគយល់ចិត្តភ្លេចរឿងមួម៉ៅចិត្តចងចាំរឿងល្អល្អរឿងបុណ្យកុសលចិត្តក្លាហានហ៊ានទទួលរឿងល្អក្តីមិនល្អក្តីចិត្តតស៊ូចិត្តព្យាយាមចិត្តមិនចុះចាញ់ចំពោះឧបសគ្គចិត្តមានក្តីសង្ឃឹមចិត្តមិនប្រកាន់ហួងហែងខ្លាំងចិត្តហ៊ានទទួលស្គាល់ការពិតនៃជីវិតចិត្តមិនសូវព្រួយបារម្ភចិត្តមិនសូវមានទុក្ខកង្វល់បើធ្វើចិត្តដូច្នេះបានអ្នកនឹងបានសេចក្តីសុខច្រើនរក្សាចិត្តអ្នកហោះហើរទៅណាអ្នកត្រូវតាមដានចិត្តអ្នកជាប្រចាំបើចិត្តខឹងក៏ដឹងថាចិត្តកំពុងខឹងហើយមិនថយល្បឿនកំហឹងបន្តិចមកបើចិត្តចំណែនដឹងថាចិត្តកំពុងចំណែនហើយទាញវាចេះអបអរសាទរគេវិញបើស្ដាយក្រោយដឹងថាចិត្តកំពុងតែស្ដាយក្រោយហើយទាញវាត្រឡប់មកវិញប្រាប់ថារឿងហួសទៅហើយកុំស្ដាយអីបើចិត្តរីករាយចិត្តល្អចិត្តមេត្តាចិត្តបុណ្យក៏ដឹងថាចិត្តrấtល្អហើយព្យាយាមចម្រើនចិត្តប្រភេទនេះឲ្យបានច្រើនធ្វើជាប៉ូលីសតាមដានចិត្តអ្នកនាំឲ្យវាគិតរឿងត្រូវរឿងល្អទើបមិនសូវស្មុគស្មាញហើយមិនសូវមានទុក្ខកុំធ្វើជាជនរងគ្រោះឲ្យចិត្តធ្វើបាបអ្នកតាមចិត្តឡើយត្រូវបង្កើនស្មារតីធ្វើជាម្ចាស់ធ្វើជាអ្នកបញ្ជាចិត្តវិញហ៊ានទទួលយកការពិតជីវិតអ្នកណាក៏មានបញ្ហាដែរពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អជារឿងធម្មតានៃជីវិតគ្មានអ្នកណាអាចជៀសរួចទេបើជួបរឿងល្អទទួលយកទៅតែកុំអួតពេកព្រោះអ្វីមិនទៀងទាត់ទេហើយបើជួបរឿងមិនល្អវិញក៏កុំមួម៉ៅពេកអីជីវិតគឺអញ្ចឹងឯងពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចចិត្តទេត្រូវហ៊ានប្រឈមមុខដោះស្រាយចំពោះបញ្ហាទាំងឡាយកុំភ័យកុំតក់ស្លុតពេកអីភ័យទៅធ្វើឲ្យរឿងកាន់តែស្មុគស្មាញឡើងបើរឿងអាចដោះស្រាយបានកុំបារម្ភពេកអីដោះស្រាយទៅតែបើប្រឹងហើយនៅតែដោះមិនបានក៏គ្មានអីត្រូវកើតទុកពេកដែរព្រោះបើមួម៉ៅទៅដោះអីមិនចេញដដែលមានតែបង្កើនទុកបន្ថែមទៀតប៉ុណ្ណោះរៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកើតទុក្ខ
សាងកម្លាំងចិត្តបើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកឲ្យរវើរវាយខ្លាំងពេកអ្នកនឹងលែងមានសមត្ថភាពគ្រប់គ្រងវាមិនខានហើយអ្នកប្រកាសជាមានទុក្ខច្រើនដើម្បីឲ្យជីវិតរឹងមាំអ្នកត្រូវរៀនធ្វើជាប៉ូលីសតាមដានចិត្តអ្នកបើចិត្តទៅណាគិតរឿងអីត្រូវតាមមើលវាជាប្រចាំបើចិត្តល្អចិត្តរីករាយក៏ដឹងថាចិត្តល្អចិត្តរីករាយហើយបើវាអាក្រក់វាខឹងវាចំណែនវារវើរវាយវាស្ដាយវាភ័យវាអាក់អន់វាស្មុគស្មាញក៏យើងដឹងថាវាកំពុងតែស្មុគស្មាញហើយក៏កុំបន្ទោសខ្លួនឯងថាម៉េចក៏ស្មុគស្មាញធ្វើអីចិត្តវាតែងតែអញ្ចឹងឯងគ្រាន់តែទម្លាប់ទាញវាមកគិតរឿងល្អរឿងត្រូវវិញឲ្យវាមានខន្តីមានអត់ឱនយោគយល់មានមេត្តារួសរាយស្រស់ស្រាយឲ្យវាមានបញ្ញាស្មារតីហ៊ានទទួលយកការពិតទាំងឡាយក្នុងជីវិតទាញវាឲ្យបានរឿយរហូតសតិស្មារតីយើងមានកម្លាំងខ្លាំងជាងធាតុអាក្រក់ទាំងឡាយក្នុងចិត្តយើងក្លាយជាម្ចាស់គ្រប់គ្រងចិត្តយើងមិនសូវគិតរឿងផ្ដេសផ្ដាស់ទេព្រោះយើងតាមដានវារហូតអ្នកណាអាចធ្វើជាម្ចាស់ចិត្តបានទើបអាចបានសេចក្តីសុខច្រើនក្នុងជីវិតនេះសាងបុណ្យលាងបាបពេលវេលាហួសទៅហើយអ្នកមិនអាចបកក្រោយវិញបានទេកម្មដែលអ្នកបានសាងហើយជាកម្មល្អក្តីអាក្រក់ក្តីអ្នកមិនអាចលុបវាចេញបានទេតែបើអ្នកគិតថាខុសអ្នកអាចកែប្រែខ្លួនប្រឹងសាងល្អឡើងវិញអ្នកបានជាមនុស្សប្រសើរជាងមុនតែបាបនៅតែជាបាបដដែលព្រោះអ្នកបានធ្វើវារួចហើយបើសម្លប្រៃចាក់ទឹកទៅវានឹងសាបបន្តិចតែជាតិប្រៃវានៅតែជាជាតិប្រៃដដែលវាមិនរត់ទៅណាទេគ្រាន់តែលាយទឹកច្រើនយើងលែងសូវដឹងប៉ុណ្ណឹងយ៉ាងណាមិញបើជ្រុលជាសាងអាក្រក់ទៅហើយត្រូវប្រឹងសាងល្អវិញឲ្យបានច្រើនហើយមិនបាច់ដេកកើតទុក្ខស្ដាយក្រោយទេនាំតែបានបាបថែមពេលណាសមគួរកម្មនឹងឲ្យផលហើយព្រមទទួលទៅកម្មយើងទេគ្មានអ្នកណាមានឥទ្ធិពលជួយលាងបាបឲ្យអ្នកឡើយសូម្បីតែព្រះពុទ្ធបើអ្នកព្រោះស្រូវក្នុងស្រែហើយបែរជាតិចអុជធូបបន់ស្រន់មិនឲ្យវាដុះវាជារឿងឆោតល្ងង់ពេកហើយដរាបណានៅតែមានកំណើតកម្មនៅតែតាមចូលប្រឹងប្រែងសាងល្អឲ្យបានច្រើនកុំឲ្យមានវិប្បដិសារីស្ដាយក្រោយឡើយសាំញ៉ាំច្រើន
សាវ៉ាច្រើនសំញ៉ាំច្រើនម្ដងយកម្ដងយកនោះនាំឲ្យអ្នកស្មុគស្មាញច្រើនកើតទុក្ខក៏ច្រើនដែរហើយគ្មានបានសម្រេចការណាមួយឲ្យប្រកបប្រជាទេយូរទៅគេក៏លែងទុកចិត្តទៀតមុននឹងសម្រេចចិត្តគួរគិតគូរឲ្យបានសព្វគ្រប់សួរយោបល់គេឲ្យបានច្រើនគ្នាសិនរួចបូកសរុបលទ្ធផលហើយចុងក្រោយអ្នកត្រូវជ្រើសរើសដោយខ្លួនឯងបើរើសយកមួយណាហើយកុំមិនតេនតាយដូរចុះដូរឡើងធ្វើអីចាប់មួយណាឲ្យប្រកបមួយនឹងខ្លួនមួយកុំជិះទូកពីរប្រយ័ត្នធ្លាក់ទឹកត្រីរស់ក៏រួចទន្សាយក៏រួចមនុស្សសាវ៉ាច្រើនទទួលលទ្ធផលមិនសូវល្អទេបើរើសយកផ្លូវណាហើយត្រូវដើរឲ្យដល់ទីបំផុតកុំទៅមុខទៅក្រោយអីដើរឲ្យអស់ផ្លូវសិនបើទាល់ច្រកចាំគិតទៀតហើយកុំទម្លាប់បន្ទោសគេបន្ទោសឯងអីវាជាជំរើសរបស់យើងទេបើផ្លូវនឹងខុសអ្នកអាចចាប់ផ្ដើមសារជាថ្មីហើយកុំស្ដាយអីស្ដាយទៅនាំតែក្តៅក្រហាយឥតប្រយោជន៍សុខនិងទុក្ខសុខទុក្ខគ្មានអ្នកណាជៀសរួចទេគ្រាន់តែច្រើនតិចតាមសម្ពាយកម្មរៀងខ្លួនប៉ុណ្ណោះគេជួបរឿងគេយើងជួបរឿងយើងមិនដូចគ្នាទេកុំប្រៀបធៀបគ្នាអីបាបចាស់នាំឲ្យអ្នកជួបរឿងមិនល្អហើយភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលនាំឲ្យអ្នកកើតទុក្ខបន្ថែមទៀតជាអ្នកទទួលភ្ញៀវហាងត្រូវតែស្វាគមន៍ភ្ញៀវគ្រប់ប្រភេទជាអ្នកទទួលភ្ញៀវជីវិតអ្នកត្រូវតែហ៊ានទទួលរឿងរ៉ាវទាំងឡាយទាំងល្អទាំងមិនល្អដែលកើតឡើងក្នុងជីវិតហើយរឿងណាល្អរឿងបុណ្យកុសលខាត់ទុកឲ្យនៅក្នុងចិត្តអ្នកឲ្យបានច្រើនហើយបើរឿងណាមិនល្អរឿងមួម៉ៅក្តៅក្រហាយអញ្ជើញឲ្យវាចេញឆាប់ទៅកុំឲ្យវានៅក្នុងចិត្តយើងយូរពេកសុខសបនិមិត្តពេលក្រនឹកឃើញថាមាននឹងបានសុខពេលតូចនឹកឃើញថាបានធំនឹងបានសប្បាយពេលស្រឡាញ់អ្នកណានឹកឃើញថាបានអ្នកនឹងមកនឹងរីករាយពេលអត់កូននឹកថាបានកូនមកនឹងបានសុខហើយតែពេលបានហើយហាក់ដូចជាបានសប្បាយមួយគ្រាតូចប៉ុណ្ណោះបញ្ហាក៏ចាប់ផ្ដើមមានជាបន្តកន្ទុយគ្នាមិនចេះចប់មិនចេះហើយឡើយថាក្រទៅលំបាកពេលមានហើយក៏ខ្វល់ខ្វាយវិលវល់រកសុខពុំសូវឃើញឡើយ
អ្នកខ្លះមានតែទ្រព្យមានតែមុខតែក្នុងចិត្តក្រៀមក្រំស្វិតស្រពោនក្តៅក្រហល់ក្រហាយគ្មានសេចក្តីសុខឡើយដើម្បីបានសេចក្តីសុខប្រសើរជាងនេះយើងម្នាក់គួរស្វែងរកទ្រព្យសម្បត្តិខាងក្នុងខ្លះដូចជាភាពរស់រាយស្រស់ស្រាយទឹកចិត្តត្រជាក់សេចក្តីស្រឡាញ់ការខន្តីអត់ធន់ការរក្សាចិត្តឲ្យគិតរឿងល្អរឿងបុណ្យកុសលរៀនលះបង់កំហឹងក្រេវក្រោធរៀនអត់ឱនយោគយល់រៀនជួយគេដោយចិត្តមេត្តារៀនភ្លេចរឿងដែលហួសទៅហើយរៀនលះចិត្តច្រណែនរៀនស្ដាប់ធម៌ចម្រើនបញ្ញារៀនទទួលស្គាល់ការពិតនៃជីវិតបើជួបរឿងល្អក៏ទទួលបើជួបរឿងមិនល្អក៏មិនទោមនាស់មានស្មារតីរឹងប៉ឹងរក្សាចិត្តមិនឲ្យឃ្លៀងឃ្លោងឡើយបើអ្នកមានទ្រព្យខាងក្រៅផងហើយសន្សំទ្រព្យត្រជាក់ខាងក្នុងផងអ្នកនឹងបានសុខច្រើនស្ពាយភ្លើងអ្នកខ្លះមានរឿងទាស់ចិត្តអីតិចតួចមិនព្រមអត់ឱនយោគយល់ទេចូលចិត្តរំលឹករំលើកកកកាយប្រាប់គេប្រាប់ឯងមានរឿងអីថាមិនក្តៅបើចូលចិត្តស្ពាយភ្លើងតាមខ្លួនរហូតហ្នឹងជីវិតនេះតម្រូវឲ្យអ្នកចេះអត់ធន់អ្វីមិនចេះតែបានតាមចិត្តចង់រហូតទេទ្រាំខ្លះទៅលឹះលួសអីតិចតួចចេះអត់ធន់អត់ឱនអប់រំគ្នាទៅកុំគុំគួនអីកុំស្ពាយភ្លើងតាមខ្លួនយូរពេកក្តៅណាស់ពិបាកតែខ្លួនឯងទម្លាប់ផ្សាយសេចក្តីស្រឡាញ់ដល់ខ្លួនឯងរឿយថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខហើយផ្សាយសេចក្តីស្រឡាញ់នោះដល់សព្វសត្វទាំងអស់ជុំវិញខ្លួនអ្នកសូមឲ្យសព្វសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខរៀនធ្វើជាមនុស្សទឹកកុំធ្វើជាមនុស្សភ្លើងស្រមោលអន្ទូលតាមប្រាណបើអ្នកញញឹមដាក់កញ្ចក់នឹងញញឹមដាក់អ្នកវិញបើអ្នកព្រោះស្រូវហើយមើលថែវាត្រឹមត្រូវអ្នកនឹងទទួលបានផលត្រឡប់មកវិញមិនខានបើអ្នកមានចិត្តល្អចិត្តត្រជាក់ចិត្តស្ងប់អ្នកនឹងបានសុខច្រើនហើយបើអ្នកមួម៉ៅក្តៅក្រហាយច្រើនជីវិតអ្នកនឹងមិនសូវបានសុខឡើយកម្មឲ្យផលភ្លាមមិនចាំបាច់ជាតិមុខជាតិក្រោយឡើយបើអ្នកធ្វើល្អដោយចិត្តស្អាតបរិសុទ្ធមិនចង់បានការតបស្នងអ្នកពិតជាបានបុណ្យច្រើនហើយក៏បានសុខច្រើនដែរនឹងមិនសូវខកចិត្តទេបើគេដឹងគុណក៏ល្អបើគេមិនដឹងទេជារឿងរបស់គេអំពើល្អអ្នកបានធ្វើរួចហើយធ្វើល្អចង់បានការតបស្នងសងគុណមិនសូវបានបុណ្យទេម្យ៉ាងទៀតជីវិតនេះក៏មានឥទ្ធិពលពីកម្មចាស់ដែរ
អ្នកខ្លះធ្វើតែអំពើល្អបែរទៅជាជួបតែរឿងមិនល្អទៅវិញមិនដឹងថាបានសាងកម្មអីពីមុនមកសូមកុំអស់សង្ឃឹមកុំយល់ច្រឡំថាធ្វើបុណ្យហើយបែរទៅជាទទួលបាបវិញឲ្យសោះបើអ្នកដាំដូងអ្នកមិនអាចបានផ្លែស្វាយឡើយរឿងអាក្រក់ជាផលនៃបាបកម្មចាស់ចំណែកបុណ្យថ្មីមិនទាន់មានពេលឲ្យផលនៅឡើយពេលធ្វើអំពើអាក្រក់អាចនាំឲ្យអ្នកសប្បាយរីករាយឆាប់មានឆាប់បានតែវាជាការផឹកទឹកឃ្មុំដែលលាយដោយថ្នាំពិសផ្អែមមុនដំបូងទើបពុលជាខាងក្រោយពេលបាបឲ្យផលទើបស្រែកថាហេតុអ្វីជីវិតខ្ញុំក៏មានទុក្ខច្រើនម្ល៉េះកម្មអ្នកណាកម្មយើងទេកុំបន្ទោសអ្នកណាឡើយស្វែងយល់ពីសេចក្តីទុក្ខទុក្ខផ្លូវកាយជៀសមិនបានទេតែទុក្ខផ្លូវចិត្តអាចជៀសបានខ្លះបើអ្នកបានស្វែងយល់ពីវាឲ្យបានច្បាស់មូលហេតុចម្បងនៃសេចក្តីទុក្ខផ្លូវចិត្តគឺការជាប់ជំពាក់ហួងហែងខ្លាំងឧទាហរណ៍ថាបើអ្នកស្រឡាញ់សង្សារស្រឡាញ់កូនស្រឡាញ់ប្រពន្ធខ្លាំងពេលអ្នកបាត់បង់អ្នកពិតជាមានទុក្ខខ្លាំងណាស់សេចក្តីស្រឡាញ់បិទថានាំឲ្យអ្នកសប្បាយមែនតែវាមិនទៀងទាត់ទេវាអាចផ្លាស់ប្ដូរប្រែប្រួលពេលណាក៏បានហើយវានាំឲ្យមានទុក្ខក្នុងចិត្តច្រើនណាស់ពេលមិនបានដូចចិត្តឬពេលអ្នកព្រាត់ប្រាសពីវាទៅបើចង់សុខកុំសូវជាប់ជំពាក់ខ្លាំងពេកហើយបើមានចំណងរួចហើយត្រូវចេះត្រៀមកាយត្រៀមចិត្តថារបស់ទាំងនោះមិនទៀងទាត់ទេអាចប្រែប្រួលពេលណាក៏បានអ្នកអាចស្លាប់ចោលកូនឬកូនស្លាប់ចោលអ្នកឬគេឈប់ស្រឡាញ់អ្នកគាត់មិនបានទេហើយបើមិនបានត្រៀមទេពេលបាត់បង់អ្នកពិតជាមានទុក្ខខ្លាំងមិនខានស្វែងរកសេចក្តីសុខបើចង់សុខកុំប្រកាន់កុំហួងហែងច្រើនពេកអីហួងហែងខ្លាំងពេលបាត់បង់ទុក្ខក៏ខ្លាំងដែរអ្វីមិនទៀងទាត់ទេត្រៀមកាយត្រៀមចិត្តទទួលស្គាល់ការពិតរៀនលះរៀនបន្ថយការប្រកាន់ហួងហែងខ្លះទើបមិនសូវកើតទុក្ខខ្លាំងម្យ៉ាងទៀតត្រូវយល់ថាអ្វីមិនចេះតែបានដូចចិត្តគ្រប់រឿងទេហើយអ្នកដទៃក៏មិនចេះតែគិតដូចយើងគ្រប់ពេលដែរម្នាក់មានគំនិតផ្សេងគ្នាចេះអត់ធន់ចេះអត់ឱនចេះព្រមចេះទទួលស្គាល់ការពិតខ្លះទើបមិនសូវមានទុក្ខ
សម្រាមនិងមាសរវាងសម្រាមនិងមាសអ្នកឆ្លាតពិតជារើសយកមាសមិនខានតែមានមនុស្សល្ងងជាច្រើនចូលចិត្តស្ពាយសម្រាមហើយបោះមាសចោលសម្រាមមានទាំងខាងក្រៅមានទាំងខាងក្នុងសម្រាមខាងក្រៅមានដូចជារឿងមួម៉ៅក្តៅកាហាយពាក្យពេចន៍ឌឺដងគេព័ត៌មានអាក្រក់រឿងអេកអូចចាក់ដោតពីអ្នកដទៃរឿងគេអត់ប្រយោជន៍ជាដើមចេះតែនាំយកមកដាក់ក្នុងខួរក្បាលយូរទៅខួរក្បាលអ្នកនឹងคล้ายជាធុងសម្រាមមិនខានសម្រាមខាងក្នុងក៏មានច្រើនដូចជាកំហឹងឆេវឆាវចំណែនឈ្នានីសស្អប់គុំគួនរវើរវាយស្មុគស្មាញភ័យព្រួយបារម្ភស្ដាយសំណោះជាដើមដើម្បីបានសុខអ្នកត្រូវព្យាយាមសម្អាតទាំងខាងក្រៅទាំងខាងក្នុងហើយទម្លាប់ដាំផ្កាក្នុងចិត្តអ្នកវិញដូចជាភាពស្រស់ស្រាយរស់រាយស្មារតីរឹងប៉ឹងស្វាហាប់ខន្តីអត់ធន់មេត្តាករុណាសន្តោសប្រោសប្រណីបញ្ញាស្មារតីជាដើមចិត្តអ្នកនឹងស្រស់ដូចផ្កាភ្លឺថ្លាដូចមាសជីវិតអ្នកក៏បានសុខច្រើនដែរអតីតកាលវិបដិសារីបានលងបន្លាចមនុស្សល្ងងភាគខ្លះឲ្យដេករងទុក្ខរកសុខពុំបានឡើយពេលធ្វើខុសសម្រេចចិត្តខុសយើងកើតទុក្ខម្ដងហើយពេលណានឹកឃើញហើយសោកស្ដាយយើងកើតទុក្ខម្ដងទៀតចំណែកអ្នកខ្លះវិញចូលចិត្តស្ពាយទុក្ខតាមខ្លួនជាដរាបរឿងអីថាមិនក្តៅក្រហាយរឿងណាហួសទៅហើយកើតទុក្ខប៉ុណ្ណាស្ដាយប៉ុណ្ណាក៏មិនអាចទៅកែអ្វីបានឡើយវាមានតែនាំឲ្យក្តៅក្រហាយថែមប៉ុណ្ណោះតែអ្នកអាចយកវាជាមេរៀនបានតែកុំដាក់ខ្លួនអ្នកក្នុងគុកអតីតកាលឡើយរៀនដោះលែងខ្លួនអ្នករៀនបំភ្លេចរឿងមួម៉ៅទាំងឡាយរៀនរស់នៅក្នុងពេលបច្ចុប្បន្នរៀនមានសង្ឃឹមរៀនតស៊ូរៀនកុំចុះចាញ់ហើយកុំបណ្ដោយឲ្យពាក្យឌឺដងរបស់អ្នកដទៃមកបំផ្លាញជីវិតអ្នកឡើយសាងកំហុសជារឿងធម្មតារបស់ពុទ្ធជនកែកំហុសជាលក្ខណៈរបស់អ្នកប្រាជ្ញអស់សង្ឃឹមពេលជួបបញ្ហាច្រើនពេកក្នុងជីវិតធ្វើឲ្យអ្នកខ្លះអស់កម្លាំងចិត្តនិងបន្តដំណើរទៅមុខទៀតជីវិតបែរជាស្វិតសុពូនក្រៀមក្រោះអស់នៃមានតម្លៃរហូតអ្នកខ្លះហ៊ានបោះបង់ជីវិតខ្លួនឯងចោលទៀតផងអ្នកអស់សង្ឃឹមភាគច្រើនឲ្យតម្លៃជីវិតខ្លួនឯងស្មើនឹងអ្វីដែលបានកើតឡើងរួចហើយដកតម្លៃជីវិតបច្ចុប្បន្ននិងជីវិតអនាគតចេញគេបានដាក់ច្រវាក់ខ្នោះគ្នាងខ្លួនឯងឲ្យនៅក្នុងគុកអតីតកាល
តែបើគេគ្រាន់តែចាក់ចេញពីគុកអតីតកាលបន្តិចគេនឹងឃើញពន្លឺស្វាងស្វ័យនៃបច្ចុប្បន្ននិងអនាគតមិនខានជីវិតអតីតកាលបានស្លាប់បាត់ទៅហើយគ្មានតម្លៃអ្វីទៅដេកស្ដាយស្រណោះឡើយតែអ្នកអាចយកវាជាបទពិសោធន៍បានហើយក៏គ្មានអ្វីត្រូវព្រួយបារម្ភពេកពីជីវិតអនាគតដែរតែអ្នកត្រូវរស់នៅដោយក្តីសង្ឃឹមញញឹមព្យាយាមបំពេញការងារឲ្យអស់ពីលទ្ធភាពពេលបច្ចុប្បន្នចំណែកអនាគតគ្រាន់តែជាលទ្ធផលនៃការប្រឹងប្រែងរបស់អ្នកពីមុនមកនឹងថ្ងៃនេះប៉ុណ្ណោះបើអ្នកនៅតែបន្តក្រៀមក្រំទៀតបច្ចុប្បន្នក៏ក្រៀមក្រំអនាគតក៏រឹតតែក្រៀមក្រំទោះបីរស់នៅបានមួយថ្ងៃទៀតក៏ត្រូវរស់ដោយក្តីសង្ឃឹមដោយភាពស្រស់ស្រាយដោយទឹកចិត្តល្អដោយគុណធម៌ដែរសូមកុំស្លាប់មុនពេលអស់ជីវិតឡើយ